ជំរាបសួរសួស្តីបងប្អូនអ្នកគ្នាចាបងប្អូនអ្នកគ្នាញ៉ាំមកដល់ទៀតហើយចាមុខម្ហូបសម្រាប់ថ្ងៃនេះផងដែរគឺធ្វើស្វាហ្គេទីហើយអាហារតូចរបស់ខ្ញុំចាបងប្អូនគាត់កំបងចាពងមាន់ពី3គ្រាប់ចឹងទៅចាដាក់អំបិលស្ករវិចេងចាព្រីងខ្យងចាគាត់តិចចឹងទៅចាឆាស្វាហ្គេទីមកកូនចានឲ្យគាត់ចឹងទៅណាបងប្អូនអ្នកគ្នាចាគឺចុងភៅធ្វើមុខម្ហូបយូរទៅក៏អត់ដឹងថាធ្វើសម្លអីមុខម្ហូបអីអញ្ចឹងដែរបងប្អូនចាតែសម្រាប់ម៉ាកុងគឺដាំបបរជៀនតែងៀតឲ្យគាត់ចាហើយចំណែកក្មេងៗគឺញ៉ាំមកតែបានអញ្ចឹងណាបងប្អូនអ្នកគ្នាចានេះគឺស្វាហ្គេទីហៀបខ្ញុំក៏ចង់បានបំមាន់ហ្នឹងចាដុំលេងធំចាឆាទៅឆាប៉ិនហើយតែឆ្អិនទៅគឺអូខេហើយចាស្វាហ្គេទីរបស់គាត់វាឆ្អិនហើយបងប្អូនអ្នកគ្នានេះចាគឺសាប្រៃល្មមគួរឲ្យចង់ញ៉ាំតែម្ដងចាបំមាន់របស់យើងក៏ដុំល្អដែរចាបងប្អូនចាបន្ទាប់ពីខ្ញុំឲ្យឆាស្វាហ្គេទីឲ្យហៀហើយណាខ្ញុំមកចាប់ផ្ដើមជៀនបំមាន់ចាធ្វើទឹកថៃផ្អែមចឹងណាបងប្អូនចាបំមាន់គឺខ្ញុំជៀនឲ្យឆ្អិនពេកទៀតបងប្អូនចាឆ្អិនពេកក៏អត់សូវឆ្ងាញ់ដែរចាជៀន 4-5 គ្រាប់ចឹងទៅចាដោយសារកូនឆ្នាំងហ្នឹងដំបូងគឺថាយកមកស្ងោរចឹងស្ងោរជ្រូកទេប៉ុន្តែគឺនឹកឃើញថាអូញ៉ាំបំមាន់ប្រៃផ្អែមវិញអញ្ចឹងក៏ដាក់បំមាន់ជៀនក្នុងឆ្នាំងតែម្ដងដែរចា 4-5 ចឹងទៅចាដាក់ធ្លាប់ទៅធ្លាប់ចាដាក់ចំនួន2ចានមកដែរដោយសារហើយទឹកខ្ញុំក៏ចង់ញ៉ាំស្វាហ្គេទីហើយថែមជាមួយពងមាន់ទៀតចាអញ្ចឹងទៅជៀនមុខមាន់ឲ្យគាត់មួយចានដែរអញ្ចឹងទៅចាបងត្រឡប់ទៅត្រឡប់មកអញ្ចឹងទៅពងមាន់យើងឃើញថាល្មមហ្នឹងគឺយើងអាចដួសចេញចាដួសចេញទៅហើយយើងថែមមកគ្រាប់ជៀនទៀតអញ្ចឹងណាបងប្អូនចាគឺនេះបន្ទាប់មកគឺដាក់មកគ្រាប់ទៀតចាបងប្រេងគឺយើងប្រើតិចដែរទេចាខ្ញុំអត់សូវប្រើប្រេងច្រើនមកទេចាដាក់កុំឲ្យតែជាប់ខ្ទះទៅបានហើយចាបន្ទាប់មកខ្ញុំមកធ្វើទឹកត្រីស្ករនៅក្នុងនោះតែម្ដងបងចាដាក់ស្ករត្នោតបន្តិចមកទឹកត្រីស្ករប៊ីចេងចាម្រេចមកចាបើយើងចង់ហឹរយើងបន្ថែមជាមួយម្ទេសក្រហមបន្តិចមកចាបើអត់ចង់ហឹរទេក៏មិនអីដែរចាបងចាបើសិនជាមានជាមួយនឹងស្លឹកខ្ទឹមចាបន្ថែមជាមួយនឹងស្លឹកខ្ទឹមទៀតក៏បានដែរដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនអ្នកគ្នាចាបន្ទាប់ពីកូរភ្លុកមើលសាប្រៃល្មមអញ្ចឹងហើយគឺខ្ញុំរោយស្លឹកខ្ទឹមចូលបន្តិចដើម្បីឲ្យឈ្ងុយអញ្ចឹងទៅចាបន្ទាប់មកគឺពងមាន់ជៀនទឹកត្រីផ្អែមរបស់ខ្ញុំគឺរួចរាល់ហើយចាបងប្អូនអ្នកគ្នាអាចយកទៅញ៉ាំជាមួយនឹងបាយក្តៅបានហើយចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណ